ក្រោយពីបានបង្ហោះសារអមជាមួយរូបកូនប្រុសស្រីរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានចូលខមមិននៅខាងក្រោមរូបភាពដោយបានបញ្ជាក់ច្បាស់ថាហេតុផលដែលសម្ដេចបានបង្ហោះនៅខ្លឹមសារខាងលើគឺចង់ដឹងថាពួកចោរឈ្លានពានវាចូលមករំខាន Facebook របៀបណាខ្លះនៅខាងក្រោមខ្លឹមសារដែលបានបង្ហោះពីកូនប្រុសស្រីរបស់សម្ដេចតេជោហ៊ុនសែនសម្ដេចបានចូលខមមិនដោយមានខ្លឹមសារទាំងស្រុងថាការបង្ហោះរបស់ខ្ញុំនៅថ្ងៃនេះចង់ដឹងថាពួកចោរឈ្លានពានវាចូលមករំខាន Facebook ខ្ញុំដោយរបៀបណាខ្លះតាមរយៈការចូលមកខមមិនយើងអាចវាយតម្លៃបានថាមានការចាត់តាំងយ៉ាងច្បាស់លាស់ពីមេដឹកនាំនៅក្រុងបាងកកដើម្បីចូលមករំខានការបង្កហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីនោះទេសូម្បីតែ Facebook ក៏វាមករំខានដែររឿងនេះយើងអាចវាយតម្លៃបានគឺពួកគេកំពុងផ្ទេរពីចំនួនផ្ទៃក្នុងមកជាចំនួនជាមួយកម្ពុជាទៅវិញតែទោះបីពួកអ្នកប្រឹងដល់កម្រិតណាក៏ចំនួនដណ្ដើមអំណាចមិនអាចរលត់បានដែរតាមការប៉ាន់ស្មានរបស់ខ្ញុំថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់3ខែខាងមុខហើយខ្ញុំក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើជានាយករដ្ឋមន្ត្រីតែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់សូមពួកអ្នកប្រមូលកម្លាំងដោះស្រាយចំនួនផ្ទៃក្នុងជាជាងមករំខានខ្ញុំ